សម្រាប់យប់ថ្ងៃសៅរ៍ទំនេរក៏ឆ្លៀតមកធ្វើការក្រៅម៉ោងបាទធ្វើការក្រៅម៉ោងនៅរៀងរាល់យប់ថ្ងៃសៅរ៍ចេះតែឆ្លៀតទៅតន់ទំនេរក្រែងចំណាយពេលមួយឆ្នាំរកបាន3អុកអីដូចគេចឹងទៅណាពួកគេចាយពេល3ឆ្នាំគេសល់1អុកជាងយើងក៏ចាប់ផ្ដើមប្រឹងប្រែងដែរមកក្រែងលោចាយពេលត្រឹមតែមួយឆ្នាំបាន3អុកដូចគេអីចឹងហ៎ចង់និយាយថាចឹងបាទការងារយប់ថ្ងៃសៅរ៍អត់ទំនេរទេបាទយប់ឡើងក៏ឆ្លៀតរលុយដែរព្រោះគេរក3ឆ្នាំសល់1អុកតែយើងមក2ដល់10ឆ្នាំហើយអត់មានអីទេមានតែអុកគូតអត់មានអុកអីផ្សេងទេបាទគឺផឹកស្វឹងអុកគូតរាល់ថ្ងៃបាទឥឡូវចឹងថ្ងៃសៅរ៍អាទិត្យយើងឈប់ផឹកយើងមករកលុយម្ដងក្រែងលោសសំទៅមួយឆ្នាំវាសល់បាន3អុកអីដូចគេចឹងណាតន់កម្លាំងនៅមានបាទអញ្ចឹងចេះតែប្រឹងទៅបាទពីមុនថ្ងៃសៅរ៍ថ្ងៃអាទិត្យចូលចិត្តផឹកស៊ីបាទឥឡូវអាយុរៀងច្រើនហើយលុយក៏អត់មានតែបំណុលបាទចឹងហើយយប់ថ្ងៃសៅរ៍យើងឆ្លៀតរកលុយដោះបំណុលគេខ្លះដោះហើយក៏លោកបានសល់1អុកគេទៅបាទអរគុណច្រើនបាយបាយ